ជំរាបសួរដល់បងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចែកកលឹះមួយទាក់ទងនឹង shortcut នៅលើ keyboard កន្លែង touch bar នេះអញ្ចឹងមកបងប្អូនចង់បដូរ shortcut នៅលើ FN ឲ្យទៅជាទម្រង់ណាក៏យើងអាចបដូរបានឥឡូវតខ្ញុំបានបដូរទៅជាទម្រង់ S1 S2 រហូតដល់ F12 អញ្ចឹងយើងអាចបដូរបានកន្លែងហ្នឹងគ្រាន់តែបងប្អូនចូលកន្លែង setting ទៅចូល setting ហើយចូលកន្លែង keyboardចឹង auto keyboard បាទនេះចឹងកន្លែងនេះយើងបដូរគឺកន្លែងនេះកន្លែង press FN key to ចឹងយើងអាចបដូរបានចឹងដាក់កន្លែងនេះយើងអាចបដូរទៅជា emoji ចឹងយើងគ្រាន់ចុច shortcut កន្លែងហ្នឹងវាចេញ emoji